អក្សរសិល្ប៍ខេមរនិយមរឿងសុផាតអ្នកនិពន្ធលោករិនកិនឈ្មោះពិតរីមកាំងការកំណត់តាក់តែងរឿងរវាងគ្រិស្តសករាជឆ្នាំ1938រឿងសុផាតមានតួអង្គក្នុងរឿងដូចតទៅនេះសុផាតកូនលោកសួននិងនាងសូយ៉ាជាគូស្នេហាសង្សាររបស់នាងម៉ានយ៉ាននាងម៉ានយ៉ានក្មួយលោកសួនជាគូសង្សាររបស់សុផាតលោកសួនចៅហ្វាយស្រុកស្រីសោភ័ណ្ឌជាឪពុករបស់សុផាតនាងសូយ៉ាដៃគូស្នេហាលោកសួនម្ដាយសុផាតលោកគ្រូគង់លោកសង្ឃដែលបានជួយចិញ្ចឹមសុផាតបាឡាត់ប៉ក់គង់នៅវត្តឧណាឡោមក្រោយមកក៏បានសឹកណារិនកូនក្មួយប្រពន្ធលោកសួនមិត្តសម្លាញ់សុផាតជ័យអ្នកបម្រើលោកសួននាងអ៊ូរីកូនក្រមុំអ្នកចិត្តខាងលោកសួនដែលមានចិត្តលើសុផាតប្រពន្ធលោកសួនម្ដាយមីងរបស់ម៉ានយ៉ាននិងណារិនសំណាងកូនអ្នកមានចូលដណ្ដឹងនាងម៉ានយ៉ានផនស៊ីជាឈ្មោះដែលសុផាតខ្លែងបន្លំមេស្រុកសុកមេស្រុកភូមិថ្មអ្នករាប់អានជាមួយនឹងលោកសួនភៀនប្រពន្ធមេស្រុកសុកជំទប់សួរស្មៀនរបស់លោកមេស្រុកសុករកអ្នកនេសាទត្រីរៀនជាមួយសុផាតនៅវត្តឧណាឡោមអត្ថបទរឿងសុផាតដោយសង្ខេបលោកសួនជាចៅហ្វាយស្រុកមួយរូបនៅស្រុកសេរីសោភ័ណ្ឌអ្នកស្រុកទាំងពួងដឹងថាលោកបានទៅលួចរួមរយៈជាមួយនឹងស្ត្រីកំព្រាម្នាក់ឈ្មោះថានាងសូយ៉ាក្រោយមកលោកត្រូវបានរាជការធំផ្លាស់លោកទៅក្រុងភ្នំពេញលោកសួនមិនអាចនាំនាងសូយ៉ាដែលមានផ្ទៃពោះទៅជាមួយដោយសារតែម្ដាយលោកបានដណ្ដឹងកូនគេបញ្ចាំចិត្តរួចទៅហើយលោកបានទុកចិញ្ចៀនមួយវងឲ្យនាងសូយ៉ានិងសន្យាហើយថានឹងត្រឡប់មករកនាងវិញនាងសូយ៉ានៅស្រុកតែម្នាក់ឯងក្រោយមកឆ្លងទន្លេបានកូនប្រុសម្នាក់ដែលបដិសេធនាមថាសូផាតម្ដាយកូនទាំងពីរនាក់រស់នៅយ៉ាងកំសត់សូម្បីតែសម្បត្តិមួយបន្ទាត់ពីលោកសួនក៏នាងមិនដែលបានទទួលដែរពេលដឹងថាលោកសួនមានប្រពន្ធថ្មីនាងសូយ៉ាចាប់ផ្ដើមឈឺរហូតដល់ស្លាប់កូននាងសុផាតត្រូវបានយកទៅដាក់ផ្ញើនឹងវត្តក្នុងអាយុ8ឆ្នាំលុះដល់អាយុបាន12ឆ្នាំកុមារសុផាតចាកចេញពីស្រុកទៅភ្នំពេញដើម្បីស្វែងរកឪពុកបង្កើតរបស់ខ្លួនពេលទៅដល់ភ្នំពេញសុផាតស្នាក់នៅវត្តឧណាឡោមនិងបានស្គាល់ក្មេងម្នាក់ឈ្មោះណារិនក្រោយមកឪពុកធនណារិនយល់ព្រមឲ្យសុផាតស្នាក់នៅជាមួយថ្ងៃមួយក្រោយពេលសុផាតងូតទឹករួចភ្លេចចិញ្ចៀននៅក្នុងបន្ទប់ទឹកនាងម៉ាយ៉ានចូលទៅដល់បន្ទប់ទឹកក៏ប្រទះឃើញចិញ្ចៀននោះហើយប្រគល់ឲ្យលោកអុកញ៉ាលោកក៏ជ្រាបដឹងថាសុផាតជាកូនបង្កើតរបស់ខ្លួននាងអ៊ូរីជាកូនក្រមុំអ្នកចិត្តខាងចាប់អារម្មណ៍លើសុផាតរហូតដល់ទប់គេជាស្រីពំបានក៏ឡើងទៅបន្ទប់សុផាតទាំងយប់តែត្រូវបានសុផាតប្រាប់ឲ្យចាក់ចេញនាងម៉ានយ៉ានប្រទះឃើញទស្សនវិជ្ជាបែបនេះក៏អស់សង្ឃឹមដែលខ្លួនចាប់ចិត្តលើបរិះបែបនេះនាងគេចវេះខ្លួនចេញពីសុផាតជាដរាបហើយសុផាតក៏នឹកក្នុងចិត្តថាគេប្រហែលជាធ្វើអ្វីឲ្យនាងម៉ានយ៉ាននេះទាស់ចិត្តហើយក៏សម្រេចស្ម័គ្រចិត្តចាក់ចេញពីផ្ទះនេះក្រោយពេលគ្រួសារលោកសួនដឹងថាសុផាតបានចាក់ចេញពីផ្ទះលោកក៏ចេញបញ្ជាឲ្យគេតាមរកស្រាប់តែក្រុមនគរបាលរកឃើញសាកសពមួយដែលស្មានថាជាសុផាតចំណែកឯសុផាតវិញបានទៅរស់នៅជាមួយនឹងមេស្រុកសុកហើយបដូរឈ្មោះខ្លួនទៅជាផនស៊ីឯសំណាងជាកូនអ្នកមានក៏បំរុងនឹងចូលស្ដីដណ្ដឹងនាងម៉ានយ៉ានផងក្រោយមកនាងម៉ានយ៉ានបានជួបនឹងសុផាតនៅផ្ទះមេស្រុកសុកនោះដោយស្មានថាប្រឡឹងខ្មោចសុផាតមកតាមរកនាងនៅថ្ងៃដែលនាងម៉ានយ៉ានរៀបការនាងប្រុងនឹងលត់ទឹកសម្រាប់ខ្លួននៅមាត់ទន្លេក៏ប៉ុន្តែត្រូវបានអ្នកនេសាទរកជួយសង្គ្រោះពេលនោះហើយដែលសុផាតបានជួបនឹងនាងម៉ានយ៉ានម្ដងទៀតហើយនាំគ្នាភៀសខ្លួនទៅខេត្តស្វាយរៀងដោយសារតែសុផាតធ្វើដំណើរត្រឡប់មកភ្នំពេញវិញជួបនឹងគ្រោះថ្នាក់ចរាចរណ៍ដោយឧបទ្ទវហេតុហើយនាងម៉ានយ៉ានក៏ធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរនៅឯខេត្ត
អ្នកទាំងពីរត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅឯភ្នំពេញហើយក៏ជួបគ្នានៅមន្ទីរពេទ្យដោយចៃដន្យនៅគ្រានោះទីបំផុតលោកសួនបានរកឃើញអ្នកទាំងពីរវិញនិងរៀបចំពិធីអាពាហ៍ពិពាហ៍ឲ្យពួកគេទៅតាមប្រពៃណីហើយពួកគេក៏រស់នៅជួបជុំគ្រួសារយ៉ាងសុខសាន្តចាប់ពីពេលនោះមក